đầm lấy xe tại cách tam prom đàn Campuchia Thái nơi bênនេះគឺស្មើនឹង0ដែលពីមុនយើងអាចរកបានក្នុងមួយឆ្នាំជាង100,000 លានបាតអបអរសាទរដល់កម្ពុជាហើយក៏អបអរសាទរដល់ប្រជាជនកម្ពុជាទាំងអស់គ្នាទូទាំងពិភពលោកតែម្ដងដែលធ្វើការពហិការបានយ៉ាងល្អទោះបីមិន100%ក៏អាចនិយាយបានថា80ទៅ90%ដែរអរគុណច្រើនចានេះបងប្អូនគឺជាសម្ដីពិតរបស់ប្រជាជនថៃរូបនេះគាត់បានលើកឡើងកាលពីថ្ងៃទី27ខែ7 2026គាត់និយាយថាព្រំដែនកម្ពុជាថៃត្រូវបានបិទរយៈពេលត្រឹមតែ1ឆ្នាំប៉ុណ្ណោះតែធ្វើឲ្យប្រទេសថៃនឹងជួបការលំបាកជាខ្លាំងជាពិសេសប្រជាជនថៃតាមព្រំដែនតែម្ដងចានិយាយរួមទៅនាងខ្ញុំមិនចង់សើចយំអីប្រហែលទេប្រទេសចៅសៀមដោយសារនាងខ្ញុំនឹងក៏អាណិតដល់ប្រជាជនខ្មែរយើងតាមព្រំដែនដែរតែធ្វើមិនចុះបើវាឈ្លានពានយើងវាធ្វើបាបប្រជាជនយើងធ្វើបាបវរៈកងទ័ពយើងហូរហែចាហើយបរិះនឹងបានបន្តទៀតថាទំនិញចិននិងទំនិញវៀតណាមបានជ្រៀតចូលក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់ក៏50%ដែរពិតជាគួរឲ្យសោកស្ដាយណាស់ដែលប្រទេសយើងទាំងពីរមានរឿងនឹងកើតឡើងយើបងប្អូនសោកស្ដាយស្អីគេហែងតែសួរនាយករដ្ឋមន្ត្រីហែងតែសួរអាស្ដេចហែងតែសួរមីសារ៉ិនថោកដែលជាកុមារីទេពរបស់ប្រទេសហែងនឹងទៅពីព្រោះពួកវានឹងចិញ្ចឹមចិត្តណាលេបតបាក់ដីខ្មែររាប់រយរាប់ពាន់ឆ្នាំមកហើយឥឡូវគ្មានស្អីទៀតទេមានតែពួកហែងទទួលបាបកម្មទទួលវេនកម្មដែលហែងបានធ្វើទៅយល់ទេមិនបាច់មកចេញវីដេអូសោកស្ដាយស្អីជាមួយខ្មែរទៀតទេអញប្រជាពលរដ្ឋខ្មែរម្នាក់អញគ្មានចង់តាក់ទងទំនាក់ទំនងល្អអីជាមួយពួកអារ៉ែងពួកមីងឯងឯងតទៅទៀតទេយល់ទេ